ផលនេះទើបកម្ពុជាតារាសម្ដែង Angelina Jolie លក់សេតវិមានធ្លាប់ទិញក្នុងតម្លៃ $24.5 លាន រួចរើមកនៅកម្ពុជាជាផ្ទះទី 2 ស្ទើរមិនគួរឲ្យជឿតារាសម្ដែង Hollywood Angelina Jolie បានដាក់លក់សេតវិមានរបស់នាងដែលមានទីតាំងនៅទីក្រុង Los Angeles សហរដ្ឋអាមេរិកហើយត្រៀមខ្លួនចាក់ចេញទៅរស់នៅក្រៅប្រទេសដោយជ្រើសរើសប្រទេសកម្ពុជានិងប្រទេសនៅអឺរ៉ុបជាផ្ទះទី 2 របស់នាងនេះបើតាមប្រភពសារព័ត៌មាន Financial News ជាក់ស្ដែងសូម្បីទស្សនាវដ្តី People Magazine ក៏បានចេញផ្សាយដែរថាផ្ទះរបស់តារាសម្ដែង Angelina បានកំពុងដាក់បង្ហាញដល់អ្នកទិញបន្ទាប់ពីមានការកែកុនខ្លះៗហើយនាងបានត្រៀមខ្លួនរួចរាល់សម្រាប់ជីវិតបន្ទាប់ដែលមិនមែនជាការរស់នៅកន្លែងផ្សេងក្នុងទីក្រុង Los Angeles ទៀតឡើយគឺចាក់ចេញទៅរស់នៅក្រៅប្រទេសតែម្ដងសេតវិមានកំពុងដាក់លក់របស់ Angelina គឺជាវិមានប្រវត្តិសាស្ត្ររបស់អ្នកផលិតខ្សែភាពយន្ត Hollywood ដ៏ល្បីល្បាញគឺលោក Cecil B. DeMille កាត់ក្នុងឆ្នាំ 1881 និងទទួលមរណភាពនៅក្នុងឆ្នាំ 1959 ស្ថិតនៅតំបន់ Los Feliz ក្នុងទីក្រុង Los Angeles Angelina បានទិញសេតវិមាននេះនៅក្នុងឆ្នាំ 2017 ក្នុងតម្លៃ $24.5 លាន ផ្ទះនេះត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ 1913 ជាមួយអគារទំហំ 1022 ម៉ែត្រការ៉េមានបន្ទប់គេង 6 បន្ទប់ទឹក 10 កន្លែងដុតភ្លើងកម្ដៅ 4 និងបន្ទប់តាំងស្រាក្រហម 1 តាមប្រភពទស្សនាវដ្តីដដែលបានឲ្យដឹងទៀតថាមូលហេតុនៃការដាក់លក់សេតវិមាននេះគឺ Angelina នាងមានមហិច្ឆតាជាមួយគម្រោងការងារជាច្រើននិងមួយដែលសំខាន់ទៀតគឺសុខភាពល្អនាងរងចាំសម្រាប់ឆ្នាំ 2026 នេះនឹងជាសេរីភាពដែលនាងនឹងរីករាយលើពីនេះនាងមិនចង់រស់នៅ Los Angeles ទៀតទេនាងគ្មានជម្រើសដោយសារតែបញ្ហាសិទ្ធិអាណាព្យាបាលជាមួយអតីតស្វាមីរបស់នាង Brad Pitt នាងមានគម្រោងផ្លាស់ទីលំនៅឲ្យឆាប់បំផុតខណៈកូនភ្លោះរបស់នាងគឺ Nok Julie Pitt និង Vivian Julie នឹងឈានចូលដល់វ័យ 18 ឆ្នាំនៅឆ្នាំនេះផងដែរ Angelina រំពឹងថានាងនឹងចាក់ចេញពីសហរដ្ឋអាមេរិកហើយចំណាយពេលនៅអឺរ៉ុបនិងប្រទេសកម្ពុជាសម្រាប់សហរដ្ឋអាមេរិកនាងផ្ដោតតែលើចំនួនប៉ុណ្ណោះដោយនឹងបើកចំនួនសម្លៀកបំពាក់នៅ New York ឈ្មោះថា Atelier Julie ខណៈចំណាយពេលរស់នៅអឺរ៉ុបនិងកម្ពុជាជាផ្ទះទី 2 និងជាកន្លែងរក្សាភាពឯកជនទំនាក់ទំនងរបស់ Angelina និងប្រទេសកម្ពុជាបានកើតឡើងនៅក្នុងឆ្នាំ 2000 ពេលដែលនាងបានមកថតខ្សែភាពយន្តចំណងជើង Lara Croft Tomb Raider គ្រានោះនាងបានឃើញផ្ទាល់ភ្នែកនៅការពិតដ៏លំបាកដែលជនភៀសខ្លួនប្រឈមមុខហើយបានចាប់ផ្ដើមការងារមនុស្សធម៌របស់នាងនៅឆ្នាំ 2002 នាងបានយកកូនខ្មែរអាយុ 7 ខែមកពីមណ្ឌលកុមារកំព្រានៅខេត្តបាត់ដំបងទៅចិញ្ចឹមហើយបានដាក់ឈ្មោះថា Maddox Julie Pitt ចាប់តាំងពីពេលនោះមកនាងបានធ្វើសកម្មភាពសង្គ្រោះផ្សេងៗបន្តបន្ទាប់ហើយត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រទានសញ្ជាតិខ្មែរនៅក្នុងឆ្នាំ 2005